រោងចក្រចោលសម្រាមធ្វើស្ទះលូហាមិនស្ដាប់តតែអាញាធរហៅមកទឹកមេដៃចុះកិច្ចសន្យាអញ្ចឹងហើយហើយមក3ដង2ដងអួតតែខ្លួនឯងអត់មានបោះទេសម្រាប់មកពីលើមកពីណាសម្រាប់ណាដែលហោះលងរោងចក្រមកទៀតគឺសម្រាប់គ្រប់អួយទាំងអស់គ្រប់អួយទាំងអស់មិនមែនខ្ញុំចេះតែនិយាយទេឥឡូវគ្រាន់តែកាយប៉ុណ្្នឹងមើលទឹកស្រកអស់ហ៎គ្រាន់តែអង្គើប៉ុណ្្នឹងទឹកបិទតែមួយផ្លែតហើយដែរបោះសម្រាប់មកដែរនេះគ្រាន់តែប៉ុណ្្នឹងឯងឃើញមកទៀតតែឃើញមិនតបានទេមកទៀតទេនោះឯងខ្ញុំបិទអស់ហើយណាបើអួយកន្លែងណាបោះសម្រាប់កន្លែងហ្នឹងអួយកន្លែងណាបោះសម្រាប់កន្លែងហ្នឹងគិតគ្នាយ៉ាងម៉េចអត់អាណិតគ្នានេះកាយផងអញ្ចឹងមើលសម្រាប់បងប្អូនទាំងអស់បងប្អូនកម្មករមើលទាំងអស់មើលសម្រាប់ដែលយើងបោះចោលមើលបោះចោលព្រោះមានបំណងយ៉ាងម៉េចឲ្យមនុស្សហៅម្ចាស់រោងចក្រឲ្យវាមើលសម្រាប់យើងឲ្យផាកវិន័យឥឡូវខ្ញុំឲ្យក្រុមការងារខាងបរិស្ថានគេចូលទៅផាកវិន័យយ៉ាងម៉េចអីយ៉ាងម៉េចខ្ញុំអត់ដឹងខ្ញុំដឹងតែបន្លាយខ្ញុំស្អាតបន្លាយខ្ញុំទឹកហូរឡើងវិញអត់មានមកស្តុកគប់ពេអញ្ចឹងទេខ្ញុំអត់យកទេខ្ញុំសូមឲ្យបន្លាយរបស់ខ្ញុំមានដំណើរការឡើងវិញវិហិចឲ្យធំឲ្យជ្រៅតាមមតិដឹកនាំរបស់ឯកឧត្តមខួងស្រីសូមឲ្យធំសូមឲ្យជ្រៅបាទសូមអរគុណច្រើនពួកអាណិតពួកខ្ញុំបើឯងមើលអញ្ចឹងដល់កាលណាបើខ្ញុំអត់បិទដែរមកទៀតព្រួយមើលទៅមួយអាទិត្យមកទៀតហើយទៅធ្វើមិនតោះនេះចាឥឡូវយើងចូលអង្គុយប្រូយើងលឿនដើមកើប្រូទីបញ្ហាអីតែឲ្យច្បាប់មនុស្សអ្នកធ្វើអ្នកកំណត់ព្រោះបើធ្វើច្បាប់អមេភូមិខាងលើយើងជាអ្នកដោះមានអីទៅว่าអានឹងហេអីគិតមើលយើងមានអីទៅវែងឆ្ងាយជាមួយគ្នារោងចក្រត្រូវសហការឲ្យបានល្អទី2ក្រុមហ៊ុនពិតជាបានបោះសម្រាមតាមបង្អួចមកក្នុងប្រឡាយពិតប្រាកដមែនហើយក្រុមហ៊ុនត្រូវទទួលកំហុសឆ្គងរួចកែលម្អតាមការណែនាំរបស់ក្រុមការងារឯកភាពអត់ឯកភាពបោះចោលមែនបោះចោលមែន15ទីតាំង15ទីតាំង15ទីតាំងទី3ក្រុមហ៊ុនត្រូវទទួលស្គាល់ប្រឡាយត្រូវទទួលស្ដារប្រឡាយរយៈពេល2ថ្ងៃឬក៏3ថ្ងៃនេះចេញតែព្រាងឲ្យខ្ញុំមើលបានហើយ2ថ្ងៃឬក៏3ថ្ងៃឲ្យបានធំទូលាយឲ្យជ្រៅដើម្បីឲ្យចរន្តទឹកហូរបានលឿនណែអាធំឲ្យជ្រៅហ្នឹងជាសម្ដីរបស់ឯកឧត្តមខួងស្រីក្នុងករណីមិនបានតាមការណែនាំខាងលើក្រុមហ៊ុនត្រូវទទួលខុសត្រូវជាធរមានឯកភាពអត់មហានេះអ្នកមិនមែនអ្នកច្បាប់ទេគ្រាន់តែថាខាងប្រធានបរិស្ថានខាងអមេភូមិនេះប្រធានងារទាំងអស់ជួយសម្របសម្រួលធាម៉េចឲ្យបានល្អមិនមែនធ្វើដាក់ទៅធ្ងន់ចង់ធ្វើបាបយ៉ាងម៉េចអីយ៉ាងម៉េចអីអត់ទេចង់ធ្វើម៉េចឲ្យកែមនុស្សយើងពីណាក៏ខុសដែរតែក្រោយពីខុសទៅយើងប្រវល់គ្នាកែអានេះកែភ័ក្រផ្អើមពុំផ្អើមកប្រទេសផ្អើមកប្រទេសម៉ែចាឃើញមកផ្អើមកប្រទេសចំណុចមួយទៀតផ្សារបិទ15ទីតាំងហ្នឹងផ្សារបិទណាចប់អាហ្នឹងគឺបិទផ្សារបិទបើអត់បិទទេកម្មករបោះមកវិញដែរបោះវិញដែរចាំជួយទៅសេពុំលួចបោះនេះតែស្មាផ្លក់ប្រវត្តិសាស្ត្រផ្ដិតលើដើមគោដាក់ឈ្មោះអត់ទេយប់ហ្មងអត់ទេថ្ងៃដែលហូបឲ្យបោះធ្ងន់តែមានវិញយប់អូវិញយប់មួយមកធ្វើសាកសីអានេះគេហៅថាធ្វើសាកសី